រាជវង្សដាស៊ីងនឹងត្រូវវិនិច្ឆ័យមិនខានស៊ឺយ៉ានទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយវាក៏ឥតប្រយោជន៍ដែរប៉ុន្តែខ្ញុំដឹងថាមានកន្លែងមួយជាប្រទេសបុរាណមួយឈ្មោះថាតាសៀខ្ញុំនឹងនាំអ្នកទៅទីនោះអ្នកនឹងមានអាយុវែងនៅទីនោះមូលខ្ញុំនឹងនាំអ្នកទៅកន្លែងមួយសិនមកលើអ្នកមើលប្រជាជននៅលើដងផ្លូវនេះចុះខ្ញុំកើតមកជាព្រះអង្គម្ចាស់ពួកគេចិញ្ចឹមបីបាច់ខ្ញុំក្នុងរាជវាំងខ្ញុំការពារពួកគេក្នុងពិភពខាងក្រៅនេះគឺជាគំរូខុសត្រូវរបស់ខ្ញុំព្រះអង្គម្ចាស់ខ្ញុំបាទសូមគោរពសូមឲ្យព្រះអង្គមានសុខភាពល្អព្រះអង្គម្ចាស់សូមព្រះអង្គទទួលបានជ័យជំនះព្រះអង្គម្ចាស់កូនប្រុសរបស់ខ្ញុំទើបតែប្រសូតតែនេះគឺដោយសារព្រះអង្គប៉ាងលើអ្នកគឺជាគ្រួសាររបស់ខ្ញុំពួកគេមួយរយៈនេះការធ្វើសឹកសង្គ្រាមមិនមែនជាបំណងរបស់ខ្ញុំទេប៉ុន្តែវាជាកាតព្វកិច្ចរបស់ខ្ញុំទោះបីជាកងទ័ពទាំងមូលត្រូវវិនាសខ្ញុំនឹងបូជាជីវិតដើម្បីជាតិទោះបីជាកងទ័ពទាំងមូលត្រូវវិនាសអ្វីដែលខ្ញុំប្រាថ្នាក្នុងមួយជីវិតនេះកុំឲ្យប្រជាជន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 ល្អហើយដល់អ្នកធ្លាប់ឮទេខ្ញុំចង់បានពរជ័យរបស់ខ្ញុំបងស្រីតើខ្ញុំជាអ្វីតើខ្ញុំនៅពេលណាខ្ញុំពិតជាខ្ញុំតើអ្នកយ៉ាងម៉េចដែរមែនទេបងស្រីនេះជាអ្វីដែលយើងបានរៀបចំសម្រាប់អ្នកកប់ទេពធីតាទាំងរស់សូមឲ្យទេពធីតាសូមឲ្យអាកាសធាតុអំណោយផលសូមឲ្យមានសន្តិភាពខ្ញុំមិនមែនជាទេពធីតាអ្វីទេអ្នកគឺជាទេពធីតាអ្នកបាននាំអាហារមកឲ្យពួកយើងអ្នកបានបំពេញជំនឿលាតត្របាចឹងបើគ្មានអ្នកពួកយើងប្រហែលជាស្លាប់ទៅហើយអ្នកគឺជាទេពធីតារបស់ពួកយើងពិតមែនហើយសូមទេពធីតាជួយថែរក្សាមកគោរពបូជាឆាប់ឡើងសួរគាត់យ៉ាងងាយស្រួលមែនទេខ្ញុំមិនហ៊ានទទួលទេខ្ញុំគ្មានសមត្ថភាពធំដុំដល់ថ្នាក់នោះទេទេពធីតាពួកយើងជឿថាអ្នកប្រកាសជាធ្វើបានទីនេះគឺជាផ្ទះរបស់ពួកយើងគ្មានកន្លែងទៅណាទេសូមទេពធីតាជួយឲ្យព្រះអង្គម្ចាស់យ៉ានទទួលបានជ័យជំនះផងសូមទេពធីតាសូមមេត្តាទេពធីតាសូមជួយព្រះអង្គម្ចាស់យ៉ានផងជួយព្រះអង្គម្ចាស់យ៉ានផង